ប្រុសម៉ែកូនប្រុសលោកប្តីនេះមិនក៏រលាកបែបនេះចឹងមិនប្រយ័ត្នសោះហើយគឺអ្នកមិនអាក្រក់នេះដល់ខ្ញុំ ប្រពន្ធសម្លាញ់មិនក៏ឆ្លោះគ្នាជាមួយក្មេងបែបនេះបងមិនបានឃើញអីទេមិនក៏ថាជាកំហុសខ្ញុំបងប្រុសតូចស្ដាប់តែរត់ចូលមកហើយឆក់យកសុបពីអ្នកមីងអ្នកម៉ាក់កូនឈឺណាលោកស្រីផ្ទះលោកស្រីមានលុយច្រើនណាស់អាកូនខ្ញុំផឹកទឹកសុបនឹងយ៉ាងម៉េចគេនៅតូចយ៉ាងនេះលើកដៃច្រើនគេទៅកើហ្វាន់ជាអញជាម៉ែដោះដែលខ្ញុំជួលអ្នកណាឲ្យអញមកសួរដេញដោលខ្ញុំពេលយើងយកតងផ្សិតពីឯងបានយើងនឹងឲ្យអញលុតជង្គង់បំរើជឿនឲ្យនឹងកូនប្រុសយើងនាងបារម្ភពីកូនរបស់នាងអូនចិត្តខ្លាចចម្លើយគេហើយអូនគួរតែយល់ចាស់លោកស្រីកូនប្រុសខ្ញុំកាត់ជំងឺអាឡាស៊ីយ៉ាខ្ញុំខ្លាចថាគេមានបញ្ហាឆាប់សុំទោសលោកស្រីជាមួយលោកពូទៅកូនខ្ញុំមិនចាំមិនឈំទោសគាត់ទេលោកពូជួយខ្ញុំដាក់ទោសគាត់តិចម៉េចលោកពូឆាន់ជាប៉ារបស់ឯងមែនទេលោកពូឆាន់ជាប៉ារបស់ឯងមែនទេហើយនេះជាព្រះប្រាស្អីនេះជាកូនរបស់ម៉ែដោះទេទូហេតុអីក៏សួរបែបហ្នឹងណាលក្ខណៈពួកគេមានខ្សែក្រហមទូហើយនឹងលោកប៉ាបងប្រុសអំស្រីនៅផ្ទះក៏មានដែរទូខ្សែក្រហមដែលអញថាគឺជាសាច់ឈាមហ្នឹងឯងនេះជាព្រះប្រាស្អីបងទៅតែឃើញពួកគេលើកដំបងបងមិនស្គាល់នោះទេប្រពន្ធសម្លាញ់បងមិនទាំងអាចមានទំនាក់ទំនងជាមួយកូនម៉ែដោះទៅបានហើយគ្រប់គ្នាចេញទៅលោកពូឆាន់មិនមែនជាប្តីអ្នកមីងសងមែនទេហេតុអីក៏មានកូនជាមួយអ្នកមីងហ្វាងហើយពិភពលោករបស់មនុស្សធំស្មុគស្មាញនេះតាកូនម៉ែកូនអាម៉ាស់នេះហើយកូនប្រុសកូនញ៉ាំអីមិនក៏តែជាប្រតិកម្មអញ្ចឹងនេះអ្នកណាគេញ៉ាំស្ករគ្រាប់ស្ដាច់ទេខ្ញុំមិនចង់ឲ្យគេទៅដាំសុបអ្នកមីងតែខ្ញុំឲ្យគេញ៉ាំគេប្រតិកម្មជាមួយស្ដាច់ទេអាចទៅស្ដាប់គេមែនទេលេងគេទៅលេងណែលោកធ្វើហ្នឹងទូមានរបួសកន្លែងណាទេលោកប៉ែកូនអត់ចេតនាទេកូនពិតជាអត់ដឹងមែនថាបងប្រុសតូចប្រតិកម្មជាមួយឆ្កល់សណ្ដាច់ដែរឆាន់សិមិនគេមិនមែនជាកូនប្រុសបងទេហេតុអីក៏បងដឹងថាគេប្រតិកម្មសណ្ដាច់ដែរប្រពន្ធសម្លាញ់មិននេះបងជួបហ្វាំងជាគឺនេះជាអ្នកប្រាប់បងគឺបែបនេះហើយអញ្ចឹងហ៎ចៃបានមែនកូនប្រុសនាងប្រតិកម្មស្ដាច់ដូចជាបងអញ្ចឹងដែរប្រពន្ធសម្លាញ់អូនកុំធ្វើជាមនុស្សដែលមិនសមហេតុផលអូនគឺជាប្រធានក្រុមប្រឹក្សាក្រុមហ៊ុនសុំចឹងទាំងមូលមិនក៏អាចបោះបង់អូនចោលហើយបែរជាទៅជាមួយម៉ែដោះទៅវិញកូនលោកប្រុសសូមជួយហៅពេទ្យសង្គ្រោះកូនខ្ញុំផងកូនហេតុអីបានជានៅក្នុងបន្ទប់លោកស្រីសុំគ្រូពេទ្យលាវជួយមើលកូនខ្ញុំផងគេប្រតិកម្មជាមួយសណ្ដាច់ដែរប្រតិកម្មគឺជារឿងតូចតាចអ្វីដែលសំខាន់គឺត្រូវស្វែងរកឈាមតងផ្សិតដែលដូចគ្នាដើម្បីបង្កាត់បើមិនចឹងក្មេងនេះមិនអាចជាបានទេលោកប៉ែឈាមតងផ្សិតជាអ្វីដែរគឺឈាមដែលភ្ជាប់ម្ដាយនឹងទីរស់នៅពេលដែលម្ដាយសម្រាប់កូនអ្នកមីងសុំចិត្តសម្រាប់កូនហើយអ្នកមីងមានឈាមតងផ្សិតទេនេះតូចមិនបានទេឈាមតងផ្សិតត្រូវប្រើប្រាស់ជាមួយខ្សែស្រឡាយដូចគ្នាតែប៉ុណ្ណោះយល់ទេមែនហើយពួកយើងក៏មិនស្គាល់គេដែរមិនកាយប្រើប្រាស់ឈាមតងផ្សិតប្រពន្ធខ្ញុំមិនត្រូវទេលោកពូឆាន់ជាប៉ាបងប្រុសតូចនេះហើយគាត់ក៏ជាប៉ារបស់កូនក្នុងពួកអ្នកមីងសងក្មេងជឿតែនិយាយព្រាបប្រាស់ទេលោកស្រីសុំកុំគិតច្រើនអីណាទូមិនបានផងបើអ្នកមីងសងមិនជឿធ្វើតែ DNA បានហើយចាប់ប្រពន្ធសម្លាញ់រំលត់គឺប៉ះពាល់ដល់សុខភាពព្រោះវាជាជីវិតដែលឋានសួគ៌ប្រទានឲ្យពួកយើងអូនគួរតែសម្រាលវាទៅបងធីនីថាធ្វើជាឪពុកល្អនិងប្តីល្អបងប្រកាសជាមិនធ្វើឲ្យអូនពិបាកសុំតែបន្តិចល្អប្រពន្ធសម្លាញ់នេះគឺជាឯកសារបន្តរបស់ក្រុមហ៊ុនមួយចំនួនបងបានពិនិត្យរួចហើយគ្មានបញ្ហាអ្វីទេមកអូនអាចចុះហត្ថលេខាបានល្អលោកគ្រូពេទ្យសូមជួយយកឯកសារដែលខ្ញុំចុះហត្ថលេខាទាំងអស់មកឲ្យខ្ញុំបាទ